គ្រាន់បើក្បាលវីដេអូមកឃើញមានអានោមឃើញមានតម្លៃស្ងោស្អីហ្នឹងដឹងទៅធ្វើម្ហូបអីមែនអត់អញ្ចឹងថ្ងៃនេះខ្ញុំមកធ្វើពងទាចៀនសាច់ជ្រូកត្រីប្រហើមមានដាក់ឈ្មោះខ្លួនឯងទៀតឲ្យឈ្មោះឡើងវែងចាតាមពិតទៅបំណងចង់ធ្វើដាក់ប្រហុកពួកអីឃើញអូវីដេអូទៅឃើញវីដេអូបងនោះគេធ្វើដាក់ប្រហុកប៉ុន្តែខ្ញុំអត់ហ៊ានបន្ថយឲ្យណាមួយធ្វើរៀងយប់ដែរហើយចឹងខ្ជិលច្រាមខ្ជិលអីហើយបើអាសាញ់ច្រាមនេះវាមានស្រាប់ចឹងជំរើសគឺខ្ញុំយកត្រីប្រហើមហ្នឹងយកទៅដាក់ចំហុយទៅហើយចំហុយហ្នឹងក៏ខ្ញុំអត់មានប្រើឆ្នាំងចំហុយដែរព្រោះអីឆ្នាំងបាយខ្ញុំហ្នឹងវាមានកន្លែងចំហុយចឹងខ្ញុំដាក់នៅក្នុងឆ្នាំងបាយហ្នឹងទៅបន្ទាប់មកពេលបាយនឹងវាលោតយើងដកត្រីនឹងចេញមកវាឆ្អិនហើយទៅខ្ញុំបេះសាច់វាដាក់ចូលជាមួយនឹងសាច់ជ្រូកច្រាមដែលខ្ញុំច្រាមហើយស្រាប់ហ្នឹងហើយមានពងទាខ្ទឹមសខ្ទឹមក្រហមហើយតាក់ទងជាមួយនឹងគ្រឿងលុយរសជាតិតាមរសជាតិអ្នកទាំងអស់គ្នាទៅជាទូទៅពេលខ្ញុំធ្វើវីដេអូខ្ញុំកម្រប្រាប់ថាអូប៊ីចេងប៉ុណ្ណេះស្ករប៉ុណ្ណេះអីចឹងទៅពួកអីតាំងពីដើមខ្ញុំប្រាប់ថាខ្ញុំមិនមែនជាអ្នកមកបង្រៀនម្ហូបទេពួកអីខ្ញុំធ្វើតម្រូវមាត់ខ្ញុំញ៉ាំបានប៉ុណ្ណាគឺខ្ញុំញ៉ាំប៉ុណ្ណឹងអញ្ចឹងខ្ញុំមិនមែនដើរតួជាអ្នកបង្រៀនធ្វើម្ហូបទេគ្រាន់ថាខ្ញុំមករំលឹកថាថ្ងៃហ្នឹងគួរធ្វើម្ហូបអីហើយអាឃើញមូមិញហ្នឹងណាគឺត្រួយរំដេងបងថ្លៃខ្ញុំគាត់ទិញឲ្យហើយ before និង after អញ្ចឹងគួរតែដឹងឲ្យថាម្ហូបនឹងឆ្ងាញ់ឬក៏អត់សល់តែចាននេះសម្រាប់ទឹកអាណូជាមួយនឹងទឹកកន្លាយហ្នឹងក៏អត់មានសល់ដែរគឺថាអស់រលីងតែម្ដង